យុគខ្មែរងងឹតនៅអឺរ៉ុបក្រោយការដួលរលំនៃចក្រភពរ៉ូមនៅឆ្នាំ476 គ្រិស្តសករាជចក្រភពរ៉ូមដែលត្រួតត្រាពិភពលោករាប់រយឆ្នាំមកហើយនោះត្រូវដួលរលំចក្រភពរ៉ូមខាងកើតនៅបន្តអត្តភាពរបស់ខ្លួនតទៅទៀតដែលគេច្រើនតែហៅថាជាចក្រភពប៊ីសាំងតាំងដែលមានរាជធានីនៅកុងស្តង់ទីនូបក៏ប៉ុន្តែចក្រភពរ៉ូមខាងលិចវិញត្រូវរលំបាត់រូបក្រោយពីអធិរាជរ៉ូមចុងក្រោយឈ្មោះ Romulus Augustus ត្រូវបានក្រុមសម្ព័ន្ធមកពីអំបូរ Germanic ដួលរលំតំបន់អឺរ៉ុបដែលធ្លាប់តែស្ថិតនៅក្នុងមហារដ្ឋតែមួយគឺចក្រភពរ៉ូមត្រូវបានបំបែកទៅជានគរតូចៗជាច្រើនស្ដេចដែលគ្រប់គ្រងនគរទាំងអស់នោះភាគច្រើនជាប្រជាជនចេញពីអំបូរ Germanic ដោយគ្នាក៏ប៉ុន្តែស្ថិតនៅក្នុងកុលសម្ព័ន្ធផ្សេងគ្នាហើយតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជារឿយៗក្នុងចំណោមកុលសម្ព័ន្ធនៃអំបូរ Germanic ដែលគ្រប់គ្រងដែនដីអឺរ៉ុបក្រោយការដួលរលំនៃចក្រភពរ៉ូមគេឃើញមានពួកហ្វ្រង់គ្រប់គ្រងអឺរ៉ុបខាងលិចដែលក្រោយមកត្រូវបានគេយកឈ្មោះមកដាក់ឲ្យប្រទេសនិងប្រជាជនបារាំងពួកអង់គ្លីសនិងពួកសាសង់ដែលក្រោយមកបានរំលែកបញ្ចូលគ្នាជាពួកអង្គរសាសង់បានចេញពីអឺរ៉ុបដីគោកទៅបោះទីតាំងនៅលើកោះដ៏ធំមួយនៅប៉ែកខាងត្បូងអឺរ៉ុបគឺដែនដីនៃរាជាណាចក្រអង់គ្លេសបច្ចុប្បន្នហើយពួកស្កង់ទីណាវគ្រប់គ្រងតំបន់អឺរ៉ុបប៉ែកខាងជើងនៅត្រង់ម្ដុំប្រទេសណូវេសដានម៉ាកនិងស៊ុយអែតបច្ចុប្បន្ននៅក្នុងចំណោមប្រជាជននៅក្នុងអំបូរ Germanic គេសង្កេតឃើញថាពួកហ្វ្រង់គឺជាក្រុមដែលមានអំណាចខ្លាំងជាងគេនៅក្នុងយុគសម័យកណ្ដាលអំណាចរបស់ពួកហ្វ្រង់បានស្គាល់ភាពរុងរឿងបំផុតនៅក្នុងរជ្ជកាលនៃអធិរាជ Charlemagne នៅក្នុងអំឡុងឆ្នាំ800 គ្រិស្តសករាជដែនដីរបស់ពួកហ្វ្រង់នៅក្នុងយុគសម័យកណ្ដាលនោះលាតសន្ធឹងនៅស្ទើរតែពាសពេញតំបន់អឺរ៉ុបខាងលិចទាំងមូលក៏ប៉ុន្តែនៅក្រៅរជ្ជកាលនៃអធិរាជ Charlemagne អំណាចហ្វ្រង់ត្រូវបានបែងចែកជាពីរផ្នែកគឺហ្វ្រង់ខាងលិចនិងហ្វ្រង់ខាងកើតក្រោយមកហ្វ្រង់ខាងលិចបានបង្កើតទៅជារាជាណាចក្របារាំងដែលមានទីតាំងស្ថិតនៅម្ដុំប្រទេសបារាំងសម័យបច្ចុប្បន្នចំណែកហ្វ្រង់ខាងកើតបានបង្កើតជារាជាណាចក្រអាល្លឺម៉ង់ដែលមានទីតាំងនៅម្ដុំប្រទេសអាល្លឺម៉ង់សម័យបច្ចុប្បន្នការដួលរលំនៃចក្រភពរ៉ូមគឺជារបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុបដែនដីអឺរ៉ុបដែលធ្លាប់តែរុករួមគ្នាក្រោមចក្រភពរ៉ូមត្រូវបែកជាចំណែកសង្គ្រាមនិងភាពចលាចលបានកើតមានឡើងឥតឈប់ឈរដែលនាំឲ្យអឺរ៉ុបធ្លាក់នៅក្នុងភាពអនាធិបតេយ្យគ្មានច្បាប់គ្មានទម្លាប់ហើយប្រជាជនគ្មានការអប់រំចាប់តាំងពីពេលចាប់ផ្ដើមនៃប្រវត្តិសាស្ត្រគេសង្កេតឃើញថាមនុស្សជាតិតែងតែស្គាល់នូវភាពរីកចម្រើនជឿនលឿនទៅមុខជាលំដាប់នៅក្នុងរយៈពេល35សតវត្សចាប់តាំងពីការចាប់កំណើតនៃអរិយធម៌អេស៊ីបមកមនុស្សជាតិមានចំណេះដឹងកាន់តែប្រសើរឡើងហើយរបៀបរស់នៅកាន់តែមានលក្ខណៈទំនើបឡើងពីសតវត្សមួយទៅសតវត្សមួយតាមរយៈភាពវៃឆ្លាតនិងកំណត់ច្នៃប្រឌិតរបស់ប្រជាជនអេស៊ីបចិន ក្រិក ហ្វេនីស៊ីនិងពួករ៉ូម៉ាំងដោយសារប្រជាជនទាំងអស់នេះមនុស្សមានប្រព័ន្ធសំណេរតាមបែបអក្ខរក្រមបង្កើតឡើងដោយពួកហ្វេនីស៊ីមានត្រីវិស័យបង្កើតឡើងដោយចិនមានរូបមន្តធរណីមាត្រនិងទស្សនវិជ្ជាក្រិកមានប្រព័ន្ធច្បាប់ជាសំណេរបង្កើតឡើងដោយពួករ៉ូម៉ាំងក៏ប៉ុន្តែនៅអឺរ៉ុបភាពរីកចម្រើនជឿនលឿនទាំងអស់នេះត្រូវបានបញ្ចប់ជាមួយនឹងការដួលរលំនៃចក្រភពរ៉ូមនៅសតវត្សទី5នៃគ្រិស្តសករាជជំនួសមកវិញដោយភាពអនាធិបតេយ្យសង្គ្រាមនិងការសម្លាប់គ្នាឥតឈប់ឈរស្ថិតនៅក្នុងស្ថានភាពសង្គ្រាមឥតឈប់ឈរបែបនេះស្ដេចនីមួយៗនៅក្នុងតំបន់អឺរ៉ុបនាំគ្នាគិតតែពីការពង្រីកកងទ័ពរៀងៗខ្លួនដោយបំភ្លេចចោលលែងគិតគូរពីការអប់រំនិងសុខុមាលភាពរបស់ប្រជាជននៅស្ទើរតែគ្រប់នគរនៅក្នុងតំបន់អឺរ៉ុបគេឃើញមានសង្គ្រាមដណ្ដើមរាជបល្ល័ង្កបានកើតមានឡើងឥតឈប់ឈរការស្នងរាជពីក្សត្រមួយទៅក្សត្រមួយទៀត
เจริญแต่การเมียนหลังโดยการบังหูเชียมมาย่างเตียนเกสังเกตเคยท้านึกนุกอมลงไปนุกสเตอร์แต่กรุบรอดแต่งออกในตัวเตียงดำบ้านอรบต่างมูลอำนาจในรัฐบาลกันดามีการแทะจอกซอยจำนายไอไม่กันเตรียนในตามขาดวิญเมียนอำนาจกำปูลโดยคลาสเตอร์แต่เมียนอำนาจเลือกสไตล์เตียนอย่างนี้ทั่วไอรัฐในมวยกันแต่แทะนึกนมพิบอาณาธิปไตยกันแต่ครั้งประเทศไล่เมียนฉบับเนนาครั้งเนโนชเนียตามการศึกษาระบบเนโบราณวิชีเกิดขึ้นทาอรบกรอยการดูรลมในจักรภพโรมขอกนี้พิอรบในกรอมจักรภพโรมโดยไม่หนึ่งใดในกรอมจักรภพโรมอรบคือเชียดดำบอลเมียนฉบับได้มีการจ้องกรองเชียดสมเนเบียนสกัมอภิบจุ่มนุ้นมีการเรียบจอมแดนใดเจตีประจุมจุนหรือตีกรองได้เมียนสันดาทนบเมียนอาเกียประกอบโดยชนะใดสถาปัตยกรรมดอกวิจัดประชาชนมีการอบรมมีการเจดังกพงปัวกรอยการดูรลมในจักรภพโรมเอาไว้ตั้งออกนี่หรือรลบปัดรุกอย่างสองปีอรบประชาชนเมียนสกัมอภิบสำคัญแต่ปีปนอกคือทัวสลายหนึ่งทัวสังกรีมอารยทัวในขนมดำบอลอรบตรึลิกลงบัดอย่างสองเมียนเนี่ยประวัติศาสตร์คลักบ้านอ้อยชมุสมัยก้านงถายุคไม่งงดยุคไม่งงดในอารยทัวอรบบานอกบรรลัยเปจิจรันศตวรรษปูคือจักตังปีกาดูรล้มในจักรภพโรมศตวรรษที่ปรำระหดดอสมัยกาได้แก่อ้อยชมุถาเลรไนเซนอำลงศตวรรษที่ตะบุนในเปดและอารยทัวอรบบานจับประดามลิทโลล่างวิญจมวยนังเนี่ยปราดละใบในอิตาลีโดยเชียเลโอเนตเดเวนชีวิจิตรกรสถาปัตยกรวิศวกรตุสนวิทูมาเชเวลเนจำเนียงขังยุทธศาสตร์นังนโยบายเมเชแองกอลสถาปัตยกรนังวิจิตรกร